ជីវិតប្តីប្រពន្ធខុសពីជីវិតជាដៃគូសង្សារនិងខុសពីជីវិតជាគូដណ្ដឹងហេតុអីបានខ្ញុំនិយាយអញ្ចឹងជីវិតជាសង្សារគឺយើងតាក់ទងគ្នាមើលចិត្តគ្នាប៉ុណ្ណាប៉ុន្តែយើងនៅតែរៀងខ្លួនគំនិតយើងគិតផ្សេងគ្នាបានវាអត់ជាបញ្ហាអីទេសំខាន់យើងនៅស្មោះត្រង់ជាមួយគ្នាយើងនៅបន្តស្នេហារបស់យើងទៅមុខដើម្បីទៅរកគោលដៅរបស់យើងបានហើយជីវិតជាគូដណ្ដឹងបន្ទាប់ពីយើងភ្ជាប់ពាក្យហើយក៏ប៉ុន្តែយើងក៏នៅតែផ្ទះផ្សេងគ្នាហើយយើងក៏នៅតែមានឱកាសក្នុងគាត់ថាបើសិនជាយើងអត់ពេញចិត្តឬក៏ចំណុចណាមួយយើងអាចនិយាយគ្នាដើម្បីសម្របគ្នាបានទេយើងនៅមានផ្លូវយើងអាចដឹងថាយើងអាចនៅមានឱកាសក្នុងការផ្លាស់ប្ដូរប៉ុន្តែជីវិតប្តីប្រពន្ធអ្នកនរគ្នានឹងលែងមានឱកាសផ្លាស់ប្ដូរហើយខ្ញុំនិយាយចំចំណុចកន្លែងនេះគឺខ្ញុំអត់ចង់សំដៅទៅលើរឿងដែលបែកបាក់បន្ទាប់ពីរៀបការខ្ញុំអត់ចង់ឲ្យមនុស្សស្រីទាំងអស់គ្នាជួបរឿងបែបនេះទេជាងជីវិតប្តីប្រពន្ធគឺត្រូវទាមទារឲ្យយើងទាំងអស់គ្នាមិនថាប្តីមិនថាប្រពន្ធទេគឺត្រូវតែមានភាពអត់ធ្មត់រៀងៗខ្លួនគឺត្រូវតែទទួលស្គាល់នៅអ្វីដែលរវាងគ្នានឹងគ្នាថាម្នាក់នេះគឺបែបនេះប្រពន្ធយើងបែបនេះប្តីយើងបែបនេះហើយបើសិនយើងទទួលយកបានយើងត្រូវតែចេះពិភាក្សាគ្នារកចំណុចកណ្ដាលណាដែលយើងអាចរួមគ្នាបានបន្តដំណើរទៅមុខបន្តទៀតព្រោះត្រូវដឹងថាជីវិតជាប្តីប្រពន្ធគឺយើងត្រូវមានកូនជីវិតជាគូដណ្ដឹងយើងអត់ទាន់អាចមានកូនបានទេប៉ុន្តែជីវិតជាប្តីប្រពន្ធគឺយើងនឹងត្រូវមានកូនហើយអញ្ចឹងនៅពេលដែលយើងមានកូននេះគឺត្រូវការភាពកក់ក្ដៅពីទាំងឪពុកនិងម្ដាយអញ្ចឹងបើសិនជាពួកយើងជាប៉ានិងម៉ាក់យើងត្រូវតែជាគំរូមួយដល់គាត់មានន័យថាយើងត្រូវតែចេះអត់ធ្មត់យើងត្រូវតែពេលដែលយើងមានបញ្ហាជាមួយគ្នាយើងត្រូវភាសាគ្នាពេលដែលយើងនៅចំណុចណាមួយដែលយើងមិនចោះសម្រុងគ្នាយើងត្រូវរកចំណុចកណ្ដាលមួយរួមគ្នាយើងអត់ចេះតែឆេវឆាវតាមតែចិត្តយើងចង់ដូចជាការយើងនៅសង្សារងាកងោដាក់គ្នាងាកអីគ្នាអត់ទេនៅពេលដែលយើងទៅជាប្តីប្រពន្ធចំណុចទាំងអស់នោះគឺវាត្រូវបានបាត់ហើយមួយទៀតតកតងជាមួយនឹងអំណោយឬក៏កាដូថ្ងៃពិសេសខ្ញុំគិតថាបើសិនជាយើងមានលទ្ធភាពប្តីយើងក៏ដោយប្រពន្ធយើងក៏ដោយឬគាត់មានលទ្ធភាពឬក៏គាត់អាចមានលុយកាក់អាចទិញសម្រាប់យើងបានឬក៏ឱកាសណាមួយឬគាត់សម្រាប់យើងម្ដងវាជារឿងល្អប៉ុន្តែបើសិនជាក្នុងគ្រួសារយើងមួយយើងអត់ទាន់មានលទ្ធភាពក្នុងការសល់ដើម្បីទៅទិញអីវ៉ាន់អស់ហ្នឹងទេអីវ៉ាន់ថ្លៃទេយើងបានត្រឹមតែនាំគ្នាទៅញ៉ាំអីឬក៏ពេលខ្លះយើងទិញអីមកញ៉ាំនៅផ្ទះជុំគ្រួសារអញ្ចឹងណាឬក៏ពេលខ្លះអត់មានទៅទៀតវាក៏ជាចំណុចមួយដែលយើងអត់គួរទៅប្រកាន់ខឹងដែរពីព្រោះដោយសារយើងនៅជាមួយគ្នារាល់ថ្ងៃហើយជាទូទៅបើសិនជាគាត់គ្រាន់តែគាត់ចាំត្រឹមតែនិយាយពាក្យថា Happy Anniversary Happy Birthday អញ្ចឹងក៏បានដែរឲ្យតែគាត់ចាំថ្ងៃតពុតយើងថ្ងៃគូកំណត់យើងថ្ងៃតពុតយើងចាប់ដៃគ្នាឬក៏ថ្ងៃរៀបការរបស់ពួកយើងហ្នឹងគឺបានហើយនឹងសម្រាប់ខ្ញុំទេប៉ុន្តែវាក៏ជាបទពិសោធន៍មួយដែលខ្ញុំចង់ឲ្យទៅដៃគូទាំងអស់ឲ្យគាត់អាចយកចំណុចនេះកុំទុកនៅចំណុចដំបូងឬក៏ចំណុចសំខាន់ពេកវាជាចំណុចសំខាន់ដែលយើងធ្វើយើងសប្បាយផ្លូវចិត្តប៉ុន្តែបើយើងងាកមកមើលថាគ្រួសារយើងអាចធ្វើរឿងហ្នឹងបានអត់បើគាត់មិនអាចហើយយើងបែរជាទៅមើលអ្នកផ្សេងដែលគេអាចហើយយើងមកខឹងគាត់ឬក៏យើងមកអន់ចិត្តវាគឺជារឿងមួយដែលមិនល្អទេអញ្ចឹងជីវិតប្តីប្រពន្ធគឺត្រូវទាមទារឲ្យយើងស្វែងយល់ពីគ្នាឲ្យច្រើនបន្តិចអត់ធ្មត់ឲ្យច្រើនបន្តិចហើយព្យាយាមរកចំណុចកណ្ដាលរវាងគ្នានឹងគ្នាដើម្បីយើងអាចបន្តដំណើរទៅមុខទៀតបានអ្វីសំខាន់គឺត្រូវមានគោលដៅមួយរួមគ្នាដើម្បីរកគោលដៅមួយរួមគ្នាបានខ្ញុំដឹងថាវាត្រូវការចំណាយពេលវាត្រូវការពិភាក្សាវាត្រូវការមានការប្រកែកអីច្រើនប៉ុន្តែអ្នកគ្នាត្រូវតែតាំងចិត្តថាគោលដៅរបស់យើងគឺយើងចង់បង្កើតគ្រួសារយើងឲ្យទៅមុខឲ្យបានល្អដើម្បីកូនយើងមានអនាគតល្អមានគ្រួសារដែលល្អដូចយើងដែរអញ្ចឹងយើងត្រូវតែជាគំរូល្អសម្រាប់គាត់បើមកកញ្ចក់អ្វីខ្ញុំនិយាយនេះគឺរវាងប្តីនិងប្រពន្ធស្មោះត្រង់នឹងគ្នាមួយនឹងមួយខ្ញុំអត់និយាយរឿងប្តីឬក៏ប្រពន្ធដែលគាត់មានទី3ឬក៏មានអីខ្ញុំនិយាយទៅលើមនុស្ស2នាក់ដែលគាត់ឆ្លាញ់គ្នាស្មោះរវាងគ្នានឹងគ្នាអ្វីដែលគាត់ប្រកាន់មកគឺធំតែអ្វីដែលជាគំនិតរបស់គាត់រៀងខ្លួនអត់ដូចគ្នាឬក៏ចំណុចណាមួយដែលគាត់អាចស្របគ្នាបានតែប៉ុណ្្នឹង